សម្រាប់វាទៅគ្នាយើងមានហើយវាជាមនុស្សចង្រៃធ្វើឲ្យអ្នកភូមិស្លាប់តគ្នាខ្ញុំមិនបានខ្វល់ទេអញនឹងមករកពួកឯងវិញស្អីគេនោះពេលរសៀលនៅក្នុងភូមិតូចមួយផ្ទះស្ងប់ស្ងាត់អាយុនិងហ្វាចាកំពុងជជែកគ្នានៅចំការអាយុថ្ងៃនេះភូមិយើងស្ងប់ខ្លាំងណាស់ហ្វាចាប៉ុន្តែខ្ញុំមានអារម្មណ៍អាក្រក់ហ្វាចាគុំបារម្ភអីច្រើនអាយុប្រហែលជាអ្នកភូមិទាំងអស់ចូលគេងមុនម៉ោងធម្មតាស្រាប់តែមានសំឡេងស្រែកយំពីឆ្ងាយអាយុភ័យខ្លាចតើនោះជាអ្វីសំឡេងធ្វើម៉េចចឹងហ្វាចាទើបមើលសិនប្រហែលជាមានអ្នកណាត្រូវការជំនួយពួកគេដើរតាមសំឡេងនោះទៅរកឃើញផ្ទះមួយដែលមានសាកសព3នាក់ដេកនៅក្នុងផ្ទះអាយុស្រែកអាយពួកគេស្លាប់ទាំងអស់ហ្វាចាញ័រខ្លួនហាត់អ្វីពួកគេស្លាប់បែបនេះហាក់ដូចជាត្រូវបាននរណាធ្វើបាបយ៉ាងដូចម្ដេចក្មេងម្នាក់រត់មកវិញភ័យខ្លាចជាខ្លាំងក្មេងភូមិមីងបងធ្មប់ស្រីមួយយប់មិញនាងដើរក្នុងភូមិហើយយ៉ាងណាដែលនាងជប់នាងក៏ស្លាប់អាយុធ្មប់ស្រីតើពិតជាមានរឿងបែបនេះមែនទេហ្វាចាយើងត្រូវតែរកគ្រូជួយក្នុងភូមិនេះមានរិសគីអាឌិចាជាគ្រូធ្វើពិធីដែលមានជំនាញនៅផ្ទះរីស្គីអាឌិធ្យាដែលជាបុរសចំណាស់មានសក់សនិងពាក់ក្រណាត់សរំខ្លួនរីស្គីធ្មប់ស្រីនេះខ្ញុំធ្លាប់ឮរឿងរ៉ាវអំពីនាងជាស្ត្រីម្នាក់ដែលត្រូវបានសម្លាប់ដោយអយុត្តិធម៌អាយុដូចជា20ឆ្នាំអាយុចុះតើយើងធ្វើមិនបានទៅនាងនឹងសម្លាប់គ្រប់គ្នារីស្គីខ្ញុំនឹងធ្វើពិធីបណ្ដានសានាងប៉ុន្តែវាមានគ្រោះថ្នាក់ខ្ញុំអាចនឹងបាត់បង់ជីវិតផងដែរវ៉ាហ្សាយើងនឹងជួយលោកតាអ្វីដែលយើងត្រូវធ្វើរីស្គីត្រូវរៀបចំវត្ថុពិធីស្ដាក់និងរកកន្លែងដែលនាងត្រូវបានកប់អ្នកណាហ៊ានមករំខានខ្ញុំនឹងសម្លាប់ពួកអ្នកទាំងអស់ខ្ញុំជារីស្គីអាឌិតឆាខ្ញុំដឹងរឿងរ៉ាវអំពីអ្នកត្រូវបានសម្លាប់ដោយអយុត្តិធម៌ពើពួកគេសម្លាប់ខ្ញុំពេលខ្ញុំនៅក្មេងឥឡូវខ្ញុំត្រឡប់មកសងសឹកដោយក្តីអាណិតអាសូរយើងយល់ពីទុក្ខវេទនារបស់អ្នកប៉ុន្តែការសម្លាប់មនុស្សស្លាប់អ្នកស្លាប់ថែមទៀតមិនអាចដកទុកនោះបានទេខ្ញុំនឹងប្រើថាមពលជីវិតរបស់ខ្ញុំដើម្បីបញ្ជូនអ្នកទៅកាន់ពិភពរបស់អ្នកហ្វាចាលោកតាកុំថោបែបនេះជាមធ្យោបាយតែមួយនាងត្រូវបានបញ្ជូនទៅស្ងប់ស្ងាត់